ថាទៅលងមូលហើយខំទិញកសោមដោះគោនេះមកឡើងអស់70000ណាបងប្អូនហើយកំងគេឡើងកន្លះខែមួយខែដឹងមិនបានណោះទៅពេលគេមានគេទុកឲ្យចឹងទៅកសោមដោះនេះវិញគឺថាមួយដុំហ្នឹង3គីឡូគត់តែម្ដង70000រៀលហ្នឹងហើយគឺខ្ញុំយកមកលាងសម្អាតជាគិះជាអីចេញឲ្យអស់ទៅឬហើយកោសតាមស្បែកតាមអីឲ្យវារៀងស្អាតឲ្យវារៀង clean តិចទៅបានយកទៅស្ងោរសិនខ្ញុំអត់ដឹងថាកសោមដោះគោគេយកទៅធ្វើជាម្ហូបអីបានប្រមាណមុខអីទេតែខ្ញុំគ្រាន់ដឹងថាអាំងប្រឡាក់អំបិលម្ទេសឆ្ងាញ់អញ្ចឹងណានឹងអញ្ចឹងខ្ញុំយកទៅស្ងោរសិនហើយការស្ងោរវិញគឺមានដាក់គល់ក្រីលក្រូចម្ទេសអីហ្នឹងដើម្បីឲ្យវាកាត់ឆ្អាបគោដែរខ្ញុំដាក់ស្ងោរកម្រិតភ្លើងខ្លាំងហ្នឹងរយៈពេលកន្លះម៉ោងបន្ទាប់មកហើយបានស្រង់យកទៅហាន់ជាប្រទេសយកទៅប្រឡាក់ប៉ុន្តែកន្លះម៉ោងហ្នឹងអត់សូវជាស្អិនទេណាបងប្អូនយើងវះមកនៅឃើញឈាមទេប៉ុន្តែយើងអត់អីទេយើងយកប្រឡាក់ហើយយើងយកទៅអាំងទៀតហ៎គាត់ថាយើងចង់ស្ងោរឆ្អិនជាងហ្នឹងក៏បានដែរបើអ្នកលក់ប្រាប់ខ្ញុំថាស្ងោរឆ្អិនហើយស្ងោរឲ្យឆ្អិនហើយញ៉ាំហ្មងក៏បានបន្ទាប់ពីស្ងោរឆ្អិនហើយស្រង់ទុកឲ្យត្រជាក់មួយផ្លេតសិនរួចហើយមកបុកម្ទេសខ្ទឹមណាបងប្អូនម្ទេសនិងខ្ទឹមសុទ្ធនេះបន្ទាប់មកបានចាប់ផ្ដើមជាយកស្បែកចេញហើយជាកន្លែងខ្លាញ់កន្លែងអីចេញទៅឲ្យពេលជាស្បែកចេញហេទឹកដោះមកហ្មងបងប្អូនទឹកដោះគោដោយសារនៅក្នុងកសោមដោះហ្នឹងគឺថាសិតតែទឹកដោះគោហ្មងអញ្ចឹងបានមួយដុំប៉ុណ្ណឹង3គីឡូបងប្អូនអញ្ចឹងនេះពេលវះទៅវានៅឃើញរាងឈាមបន្តិចវាឆ្អិនប្រហែលជាបាន50%អីទេអញ្ចឹងយកមកហាន់វាប្រទះស្ដើងក្រាស់ឲ្យតាមចំណង់ចំណូលចិត្តតបមកបានយកទៅប្រឡាក់ប៉ុណ្ណឹងឯងបងប្អូនហើយខ្ញុំប្រឡាក់ទុកមួយយប់ហើយបានយកទៅអាំងញ៉ាំបន្ទាប់ពីជាសាច់ហាន់សាច់អីហើយមានតែឃើញថាវាមានការទឹកដោះឡើងខាប់តែម្ដងចាឥឡូវមកលាយគ្រឿងម្ដងមានអំបិលមកចេបហើយស្ករបន្តិចប៊ីចេងបន្តិចរ៉ូឌីបន្តិចហើយនឹងប្រេងខ្យងបងប្អូនហើយដាក់ជាមួយនឹងខ្ទឹមម្ទេសទៀតមកច្បល់គ្នាឲ្យចូលជាតិផ្អាប់ទុកមួយយប់ហើយស្អែកឡើងអាំងជាក់អែហ្មងហើយក្នុងវីដេអូហ្នឹងក៏សូមអភ័យទោសដល់បងប្អូនផងដែរគឺថាខ្ញុំប្រឡងមូលខ្លាំងមែនតើខំធ្វើវីដេអូតាំងពីដើមរហូតដល់ជិតចប់ហើយអាកន្លែងយកមកអាំងញ៉ាំនោះគឺអត់បានថតបង្ហាញបងប្អូនចឹងតែម្ដងគឺថាស្ពៃដំបូងថាខ្ជិលចេញវីដេអូហ្នឹងថតអត់ចប់ចុងចប់ដើមមកបងប្អូនប៉ុន្តែនឹកឃើញសពទៅខំថតហើយណាមួយខ្លាចបងប្អូនអត់បានមើលណាមួយខ្ញុំអត់សូវមានវីដេអូដាក់ផងចឹងទៅក៏ដាក់ចូលចឹងបដ ாய் ទៅពេញចិត្តអីជួយខមមិនប្រាប់ខាងក្រោមផងណាបងប្អូនហើយបើសិនជាបងប្អូនមានមុខម្ហូបណាដែលពាក់ព័ន្ធជាមួយនឹងកសោមដោះនេះគេធ្វើអីឆ្ងាញ់ជួយខមមិនប្រាប់ខ្ញុំខាងក្រោមផងក៏ដូចជាម្ហូបផ្សេងប្លែកដែលចង់ឲ្យខ្ញុំធ្វើបង្ហាញអីបងប្អូនអាចខមមិនខាងក្រោមដូចគ្នាចាសូមអរគុណច្រើនហើយសូមជួយចុច like និង share លើកទឹកចិត្តខ្ញុំមួយផងអរគុណច្រើនជម្រាបលាបាយ